ប្រាប់ថៃថារថក្រោះដែលខ្លួនប្រគល់ឲ្យកម្ពុជាជាកិច្ចសហប្រតិបត្តិការយោធាយូរអង្វែងអនុព័ន្ធយោធាចិនបានគូសបញ្ជាក់ប្រាប់មន្ត្រីការពារជាតិថៃថារថក្រោះដែលខ្លួនប្រគល់មកឲ្យកម្ពុជាជាកិច្ចសហប្រតិបត្តិការយោធាយូរអង្វែងរវាងចិននិងកម្ពុជានេះបើតាមកាសែតថៃខោសុតនៅថ្ងៃអង្គារទី9ឧសភាបន្ថែមពីនេះអនុព័ន្ធយោធាចិនបានទាត់ចោលការចាប់ប្រកាន់របស់ថៃដែលថាការប្រកួតរថក្រោះជូនកម្ពុជាធ្វើឡើងនៅអំឡុងពេលដែលកម្ពុជានិងថៃកំពុងមានចំនួនព្រំដែនដ៏សែនតានតឹងនៅក្នុងជំនួបជាមួយមន្ត្រីការពារជាតិថៃអនុព័ន្ធយោធាចិនប្រចាំប្រទេសថៃបានគូសបញ្ជាក់ថាការដឹកជញ្ជូនរថក្រោះប្រគល់ជូនកម្ពុជាគឺជាផ្នែកមួយនៃកម្មវិធីជំនួយយោធាយូរអង្វែងរវាងចិននិងកម្ពុជាដោយមិនមែនជាការផ្ដោតជូនកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជានិងថៃកំពុងមានចំនួនតានតឹងនោះឡើយក្នុងកិច្ចសហប្រតិបត្តិការយោធាប្រចាំឆ្នាំរវាងចិននិងកម្ពុជាចិនបានប្រគល់រថក្រោះប្រភេទ T59D ចំនួន39គ្រឿងក្នុងចំណោមសរុបចំនួន93គ្រឿងមកឲ្យកម្ពុជារថក្រោះប្រភេទ 59D ថ្មីមានបំពាក់ដោយកាំភ្លើងធំទំហំ105មីលីម៉ែត្រជំនួសឲ្យរថក្រោះប្រភេទ T59 ចាស់ដែលបំពាក់កាំភ្លើងទំហំ100មីលីម៉ែត្រកាសែតថៃខោសុតបានអះអាងថារថក្រោះប្រភេទ T59D ថ្មីដែលកម្ពុជាទទួលបានពីចិនមានចលនាឡើងជាមួយប្រព័ន្ធការពារទំនើបជាងមុនដែលមានប្រព័ន្ធទប់ទល់នឹងគ្រាប់រ៉ុកែតប្រឆាំងរថក្រោះការចេញមកបំភ្លឺរបស់អនុព័ន្ធយោធាចិនប្រចាំប្រទេសថៃធ្វើឡើងក្រោយពេលដែលយោធាថៃបានអះអាងថាចិនប្រគល់រថក្រោះជូនកម្ពុជាអំឡុងពេលដែលប្រទេសទាំងពីរកំពុងមើលមុខគ្នាមិនចំហើយភាគីថៃបានអះអាងទៀតថារថក្រោះទាំងនោះកំពុងចល័តទៅកាន់តំបន់ព្រំដែនជាទីដែលកម្ពុជានិងថៃកំពុងមានចំនួនស្រួចស្រាលទំនាក់ទំនងនឹងការចាប់ប្រកាន់របស់ថៃរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហានៅថ្ងៃទី9ឧសភាក៏បានចេញមកបញ្ជាក់ថាកម្ពុជានៅតែប្រកាន់ខ្ជាប់នៅជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីគ្រប់តាមកិច្ចព្រមព្រៀងនិងយុទ្ធការនានាដែលប្រទេសទាំងពីរបានចុះហត្ថលេខានាពេលកន្លងមកសំណេររបស់ប្រមុខការពារជាតិកម្ពុជាគឺសម្ដៅទៅកាន់សារព័ត៌មានថៃដែលបានចុះផ្សាយថាលោកទាសីហាបានបដិសេធការប្រើប្រាស់យុទ្ធការទ្វេភាគីជាមួយភាគីថៃនិងកំពុងបង្កើនទ័ពព្រមទាំងសុភាវុធដើម្បីត្រៀមអង្គសង្គ្រាមជាមួយថៃនៅពេលឆាប់ៗខាងមុខយ៉ាងណាមិញនៅព្រឹកថ្ងៃពុធទី10ខែមិថុនានេះអ្នកនាំពាក្យក្រសួងការពារជាតិថៃបានកលាស់សម្ដីថាគ្មានឡើយជំនួបរវាងមន្ត្រីអនុព័ន្ធយោធាចិនជាមួយនឹងមន្ត្រីក្រសួងការពារជាតិថៃតែអ្នកនាំពាក្យក្រសួងការពារជាតិថៃបានទទួលស្គាល់ថាការិយាល័យអនុព័ន្ធចិនធ្លាប់ជូនដំណឹងដល់ភាគីថៃអំពីការផ្ទេររថក្រោះ T59D របស់ចិនមកកម្ពុជាថាវាជាកម្មវិធីផ្គត់ផ្គង់ឲ្យកម្ពុជានៅមុនពេលមានការប៉ះទង្គិចគ្នាតាមព្រំដែនថ្មីនេះក្រុមហ៊ុន Maka សាងសង់ TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697